ករណីមន្ត្រីយោធាម្នាក់ដែលទាមទារផ្ទះនៅក្នុងគម្រោងបូរីលេងណាវ៉ាត្រាត្រូវដោះស្រាយបាញ់ចាប់ហើយជំលោះរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបូរីរបស់អ្នកអង្គការលេងណាវ៉ាត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវដោះស្រាយបាញ់ចាប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រុមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលេងណាវ៉ាត្រានៅល្ងាចថ្ងៃទី14ខែមករានេះបានសរសេរថាក្រុមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់ព្រមទទួលយកដំណោះស្រាយចូលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាកនេះអ្នកអង្គការលេងណាវ៉ាត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបូរីបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ